អ្នកនាងចន់ច័ន្ទលក្ខណៈខ្លាចចិត្តបានត្រឹមលុយយំក្រោយជួបវីរៈកងទ័ពបេសុផានដែលបាត់បង់ភ្នែកដោយសារភ្លើងសង្គ្រាមសត្រូវឈ្លានពានទទួលយកធម្មពលគ្មានជាតិហ្គាជាមួយគ្រុឌជួឆើតមិនត្រឹមតែយានយន្តថ្មីទោះជាយានយន្តកំពុងប្រើប្រាស់ក៏អាចយកការគ្រីមក LOLC ដើម្បីទទួលបានប្រាក់កម្ចីរហូតដល់ 75% នៃតម្លៃយានយន្តដែលកំពុងប្រើប្រាស់ដោយដែលបានដឹងហើយថាក្នុងរយៈពេលដែលកម្ពុជាបានផ្ទុះអាវុធជាមួយយោធាថៃជាថ្មីក្នុងរយៈពេលប្រមាណថ្ងៃកន្លងមកនេះឃើញថាបានធ្វើឲ្យភាគីទាំងសងខាងបានរងរបួសនិងពលីជាច្រើនអ្នកនៅក្នុងសមរភូមិដ៏ក្តៅគគុកមួយនេះប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យស្នើសរសើរខ្លាំងបំផុតនោះគឺទឹកចិត្តវីរៈភាពដ៏អង់អាចក្លាហានរបស់វីរៈកងទ័ពខ្មែរទាំងអស់តស៊ូបដូរជាមួយសត្រូវឈ្លានពានសៀមលះបង់សាច់ស្រស់ឈាមស្រស់ការពារទឹកដីនិងប្រជាជនកម្ពុជារហូតធ្វើឲ្យអ្នកខ្លះពលីជីវិតចង់ប្រពន្ធកូននិងរងរបួសពិការពេញមួយជីវិតក៏មានជាស្ដែងដូចជាវីរៈកងទ័ពកម្ពុជាម្នាក់ឈ្មោះបេសុផានដែលបានរងរបួសចំភ្នែកពេលប្រយុទ្ធគ្នាជាមួយកងទ័ពសៀមរហូតធ្វើឲ្យរូបលោកបាត់បង់ភ្នែកមើលអ្វីលែងឃើញក៏ពិតមែនប៉ុន្តែភាពដ៏អង់អាចក្លាហានរបស់វីរៈកងទ័ពរូបនេះនៅតែអះអាងថាទោះបីជាពេលនេះភ្នែករបស់ខ្លួនមើលមិនឃើញទៀតក៏ដោយក៏លោកមិនស្ដាយនោះទេព្រោះជាទូនីតិដើម្បីជាតិមាតុភូមិយ៉ាងណាមិញក្រោយពីបានឃើញនៅភាពអង់អាចក្លាហានរបស់វីរៈកងទ័ពបានធ្វើឲ្យមហាជនខ្មែរស្នើសរសើរពីភាពក្លាហានលោកគ្រប់គ្នាក្នុងនោះសូម្បីតែលោកស្រីចន់ច័ន្ទលក្ខណៈដែលចុះទៅជួបផ្ទាល់ជាមួយវីរៈកងទ័ពដែលរងរបួសភ្នែកខាងលើក៏បានសរសើរនៅទឹកចិត្តដ៏អង់អាចក្លាហានរបស់វីរៈកងទ័ពរូបនេះថាប្អូនប្រុសសុផានផ្លូវចិត្តគាត់រឹងមាំណាស់គាត់ទទួលយកការពិតគ្រប់យ៉ាងនៅការបាត់បង់ភ្នែករបស់គាត់វីរៈកងទ័ពខ្មែរអស្ចារ្យណាស់តាមរយៈវីដេអូរបស់លោកស្រីចន់ច័ន្ទលក្ខណៈដែលបានជួបជជែកជាមួយវីរៈកងទ័ពបេសុផានដែលកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យវីរៈកងទ័ពបេសុផានបាននិយាយពេលនេះខ្ញុំបានត្រៀមចិត្តរួចអស់ទៅហើយបើទោះបីជាភ្នែករបស់ខ្ញុំមួយចំហៀងទៀតពិការមើលមិនឃើញក៏ដោយក៏ខ្ញុំត្រៀមចិត្តទទួលយកបានទាំងអស់ប៉ុន្តែយ៉ាងណាលោកស្រីចន់ច័ន្ទលក្ខណៈក៏សង្ឃឹមថាខាងក្រុមគ្រូពេទ្យនឹងអាចជួយសង្គ្រោះភ្នែកខាងស្ដាំរបស់វីរៈកងទ័ពបេសុផានឲ្យមើលឃើញឡើងវិញបានផងដែរជាមួយគ្នានោះលោកស្រីក៏បានបន្តទីប្រពទាំងទឹកភ្នែកនិងលួចយំម្នាក់ឯងប្រតិក្តីអាណិតទៅដល់វីរៈកងទ័ពបេសុផានថាខ្ញុំគឺជាមនុស្សស្រីម្នាក់ដែលរឹងមាំគ្រប់បញ្ហាមិនថារឿងផ្ទាល់ខ្លួនឬបញ្ហាការងារព្រោះខ្ញុំតែងមិនឲ្យខ្លួនឯងធ្លាក់ក្នុងភាពជាជនរងគ្រោះឡើយហើយពេលនេះខ្ញុំទៅធ្វើការងារសង្គមផ្នែកលើកទឹកចិត្តមនុស្សដែលជួបទុក្ខលំបាកខ្ញុំតែងតែមិនស្រក់ទឹកភ្នែកចំពោះមុខពួកគាត់ដែលបេះដូងខ្ញុំខ្ទេចអស់ហើយតែការប្រឹងទប់មិនឲ្យស្រក់ទឹកភ្នែកវាពិតជាសម្ពាធណាស់ព្រោះស្ថានភាពពេលនេះមិនដឹងថាវីរៈកងទ័ពយើងត្រូវរងគ្រោះប៉ុន្មានអ្នកទៀតឡើយទឹកដីយើងប្រជាជនយើងត្រូវចោលសៀមធ្វើទុកបុកម្នេញយូរប៉ុណ្ណា